សំណួរទី1 តើសម្លៀកបំពាក់ពណ៌សម្រាប់ថ្ងៃសៅរ៍មានពណ៌អ្វី ពណ៌ព្រីងតុប ពណ៌ក្រហម ពណ៌បៃតង ពណ៌លឿង អូខេ យើងមានរយៈពេល6វិនាទីសម្រាប់ជ្រើសរើសចម្លើយដែលត្រឹមត្រូវចម្លើយគឺពណ៌ព្រីងទុំសំណួរបន្ទាប់តើព្រះបាទកៅឌិណ្ឌ្ឍជ័យវរ្ម័នកាន់សាសនាអ្វីព្រះព្រហ្មព្រះវិស្ណុព្រះពុទ្ធព្រះយេស៊ូវ6វិនាទីដើម្បីស្វែងរកចម្លើយដែលត្រឹមត្រូវចម្លើយគឺព្រះពុទ្ធបន្ទាប់ទៀតចូលមកកាន់សំណួរតើសិលាចារឹកទន្លេបាទីមាននៅចុងសម័យនគរភ្នំសតវត្សទីប៉ុន្មានសម័យនគរភ្នំសតវត្សទី1សម័យនគរភ្នំសតវត្សទី3សម័យនគរភ្នំសតវត្សទី5សម័យនគរភ្នំសតវត្សទី6យើងមានរយៈពេល6វិនាទីសម្រាប់ជ្រើសរើសនៅចម្លើយដែលត្រឹមត្រូវចម្លើយដែលត្រឹមត្រូវគឺសម័យនគរភ្នំសតវត្សទី6យើងចូលមកកាន់សំណួរថ្មីជាបន្តទៀតគឺតើសិលាចារឹកទន្លេបាទីនៅចុងសតវត្សណាចា៎មានថាកាលនៅចុងនៅចុងសម័យណាចា៎អានសំណួរខុសអូខេយើងមានរយៈពេល6វិនាទីសម្រាប់ស្វែងរកចម្លើយដែលត្រឹមត្រូវ5 3 2 1ចម្លើយដែលត្រឹមត្រូវគឺសម័យនគរភ្នំអូខេយើងចូលដល់សំណួរបន្តទៀតអូខេតើគេសាងរូបព្រះព្រហ្មជួនកាលក្នុងបរិយាបថអេរិយាបថដល់អេរិយាបថអ្វីយើងមានអេរិយាបថអង្គុយលើបល្ល័ង្ករាងមូលដូចជាការចំបៃអូខេឈរជួនកាលក្នុងបរិបទអង្គុយលើបល្ល័ង្ករាងមូលដូចជាផ្ការរំដួលអូខេមានហូរហែរហូតដល់មានការឈូសអូខេមានការឈូសពីរដងណាតោះអញ្ចឹងយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលត្រឹមត្រូវអូខេចម្លើយដែលត្រឹមត្រូវគឺអូខេឈរជួនកាលក្នុងអេរិយាបថអង្គុយលើបល្ល័ង្ករាងមូលដោយផ្កាឈូកយើងចូលមកកាន់សំណួរបន្តទៀតតើប្រទេសកម្ពុជាមានស្ដេចសោយរាជដំបូងគេមានព្រះនាមអ្វីគឺមានព្រះបាទអង្គឯងព្រះនាងលីវជីព្រះបាទអង្គច័ន្ទព្រះបាទជ័យវរ្ម័នទី2អូខេយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកនៅចម្លើយដែលត្រឹមត្រូវចម្លើយដែលត្រឹមត្រូវគឺព្រះនាងលីវជីចាយើងចូលមកកាន់សំណួរថ្មីទៀតតើព្រះព្រហ្មមានរូបកាយសម្បុរអ្វីយើងមានពណ៌ព្រីងទុំពណ៌ផ្កាឈូកពណ៌បៃតងពណ៌លឿងអូខេយើងមាន6វិនាទីដើម្បីជ្រើសរើសចម្លើយត្រឹមត្រូវអូខេចម្លើយដែលត្រឹមត្រូវគឺពណ៌ផ្កាឈូកឥឡូវនេះយើងចូលមកកាន់សំណួរបន្ទាប់ទៀតតើព្រះព្រហ្មមានអ្វីជាយានជាជំនិះអូខេយើងមានសត្វគោសត្វក្របីសត្វហង្សអូខេនិងសត្វក្រពើយើងមានរយៈពេល6វិនាទីដើម្បីស្វែងរកនៅចម្លើយយើងគិតថាត្រឹមត្រូវអូខេចម្លើយដែលត្រឹមត្រូវគឺសត្វហង្សយើងចូលមកកាន់សំណួរបន្ទាប់ទៀតអូខេតើប្រទេសឥណ្ឌាបានបង្កើតព្រះហរិហរៈនៅសតវត្សទីប៉ុន្មាននៃគ្រិស្តសករាជ
យើងមានសតវត្សទី10ទី1ទី11និងទី2យើងមានរយៈពេល6វិនាទីដើម្បីរកចម្លើយត្រឹមត្រូវដដែលអូខេ210ចម្លើយត្រឹមត្រូវគឺនៅសតវត្សទី10យើងចូលមកកាន់សំណួរថ្មីមួយទៀតតើព្រះនាងសារៈស្វេតសតីតំណាងឲ្យអ្វីអូខេតំណាងឲ្យសុខសន្តិភាពសេចក្តីសប្បាយរីករាយតំណាងឲ្យសង្គ្រាមតំណាងឲ្យចំណេះវិជ្ជាអូខេយើងមានរយៈពេល6វិនាទីដដែលដើម្បីស្វែងរកចម្លើយដែលយើងគិតថាត្រឹមត្រូវអូខេចម្លើយត្រឹមត្រូវគឺចាតំណាងឲ្យចំណេះវិជ្ជាអូខេអស់ហើយអ្នកនរគ្នាអញ្ចឹងចាំធ្វើការស្វែងយល់នៅសំណួរបន្តទៀត